មួយនេះមក review ឲ្យពេញលេញម្ដងបងខ្លះអត់ដែរស្គាល់សាច់ប្រភេទនេះទេមើលភ្លាមគាត់ថាសាច់នឹងអីអញ្ចឹងឯងបែបរៀងអាយអីអញ្ចឹងទៅព្រោះពីដបងខ្ញុំក៏គិតអញ្ចឹងដែរខ្ញុំគិតថាគេយកសាច់នឹងមកកាត់អញ្ចឹងណោះតែមានណាគេដែលព្យាយាមសាកលបងរៀបចំឲ្យគ្រប់ទម្រង់ណាជាមួយរោគផងសពុតផងហៅខ្លីផងសពុតខ្លីផងចាប់អារម្មណ៍ថាអុយអាវមួយនេះលេងយូរបាននឹងតែស្អាតទេតែមុនណាឃើញស្អាតតែមួយជ្រុងដែលពេលខ្ញុំមិចជាមួយនឹងប្រភេទខោសាច់កណាត់ពណ៌ហ្នឹងទេឥឡូវស្អាតគ្រប់ជ្រុងបងអញ្ចឹងយើងមកមើលទាំងអស់គ្នាមើលអាវមួយនេះអាចរៀបចំខ្លួនបែបណាខ្លះស្អាតរបៀបមិនខ្លះតោះទី1យើងមិនទៅរកអីណាច្រើនណាបងឃើញរ៉ូបនៅលើខ្លួនខ្ញុំស្រាប់ហ្នឹងហើយទៅខ្លួនខ្ញុំដូចទូចអញ្ចឹងតែអត់ទេគ្រាន់តែខ្ញុំលើកសក់ចេញមើលទៅដល់ដាំងហ្មងនិយាយពីគីឡូអត់សូវជាធ្ងន់ខ្លាំងទេតែខ្លួនខ្ញុំមិនរៀងខ្លួនដាំងអញ្ចឹងជាក់ស្ដែងទៅខ្ញុំអត់ដែរពាក់រៀងវាលទេតែរ៉ូបហ្នឹងខ្ញុំស្រឡាញ់យើងអាចយកអាវប្រភេទសាច់ស្បៃហ្នឹងយកមកដាក់ពីលើមកជាការស្រេចហើយតែបើជើងប៉ាតាបន្តិចម៉ូតសក់បែបរៀងសុភាពមកនេះគឺជា final look អ្នកទាំងអស់គ្នាបែបសាមញ្ញសុភាពតែថ្លៃថ្នូរឃើញអញ្ចឹងបងអាវវាលក្ខណៈបែបសាមញ្ញទេមើលទៅដូចមិនសូវទេតែអាក្បាច់រចនាដែលគេ design បែបសាមញ្ញហ្នឹងមើលយូរបានយើងដឹងថាស្អាតបើជាមួយនឹងរ៉ូបខ្ញុំគិតថាចំហលេវស្អាតជាងបិទលេវខាងលើទៅអត់លេចចុះលេចឡើងខ្ញុំក៏ឃើញសពុតកបោយមួយនេះសពុតកបោយមួយនេះដាក់ជាមួយនឹងអាវហ្នឹងប្រកាសជាស៊ីពណ៌គ្នាហើយពេលដាក់ចូលគ្នាអញ្ចឹងហើយបានដឹងថាស្អាតអ្នកទាំងអស់គ្នាខ្ញុំប្រាប់ហើយថាអាវខ្លះយើងអាចឃើញដំបូងយើងអត់សូវស្រឡាញ់ទេយើងគិតថាសាច់អីអញ្ចឹងតែពេលខ្លះយើងពិតជាត្រូវការសាច់ប្រភេទហ្នឹងយកមករៀបចំខ្លួនឬក៏យកមកជាគូជាមួយនឹងរ៉ូបឬក៏សពុតដែលយើងមានស្រាប់តែគ្រាន់តែអាវប្រភេទនេះក៏គេ design អត់ដល់ size ធំដែរលក្ខណៈបែប free size S M ហើយនិង L អាចបានចន្លោះគីឡូ55ទៅ60គត់បងឃើញអញ្ចឹងនៅលើខ្លួនខ្ញុំរៀងទលាយមិនថាស្មាដើមដៃទេតែបើខ្ញុំយកអាវនឹងមកដាក់ជាមួយនឹងខោកបួយមួយនេះអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តបិទលេវជាងចំហលេវមានអារម្មណ៍ថាបិទលេវទៅវាស្អាតទេដោយសារតែខោកបួយមួយនេះជាប្រភេទខោកបួយជើងស្មើប៉ុន្តែពេលយើងពាក់ទៅស្តៀងជើងប៉ាត់យើងមានអារម្មណ៍ថាវារៀងលួចរៀងឲ្យយើងដែរពេលដែលយើងដាក់ជាមួយនឹងខោកបួយមួយនេះឯងនេះបែបមើលទៅ fit រៀងតបមកខ្ញុំដាក់ជាមួយនឹងប្រភេទខោខ្លីប៉ុន្តែខ្ញុំអត់យកពណ៌ខ្មៅទេណាអាវអ្នកទាំងអស់គ្នាបើសិនជាអត់ចង់ឲ្យធ្លាក់ញ៉ៃទេទាំងអស់គ្នាដាក់កស៊ូប៉ុណ្នេះមកហត់ឲ្យទាញវាមកជាការស្រេចហើយគឺលេងធ្លាក់ហ្មងអ្នកទាំងអស់គ្នាអាកន្លែងកហ្នឹងក៏លេងសឹកធ្លាក់ដែរពោះដៃវាជាប់បាត់ហើយហើយបកមកវិញអ្នកទាំងអស់គ្នាខោដែលខ្ញុំជ្រើសរើសដាក់ជាមួយហ្នឹងខ្ញុំយកខោហ្នឹងដោយសារតែអាវនេះវាអត់សូវស៊ីជាមួយនឹងពណ៌ខ្មៅខ្លាំងទេខ្ញុំដាក់មួយរ៉ូបហ្មងអត់អីទេណាតែបើខោឬក៏សពុតអត់សូវស៊ីមកនេះអារឿងខ្មៅហ្នឹងខោមួយនេះមិនមែនជាប្រភេទសាច់អលាស់បែបទុនទេប៉ុន្តែក៏អត់ស្គៀបដែរលក្ខណៈសាច់បែបរៀងហឹងមាំងណាអ្នកទាំងអស់គ្នាចឹងហើយបានវាប៉ាងស្អាតពេលយើងដាក់ជាមួយនឹងអាវប្រភេទនេះមើលទៅវា fit គ្នាខ្លាំងតែគេមានទម្រង់ខ្លួនស្អាតហ្មងអត់អីណាទម្រង់ខ្លួនដូចខ្ញុំម្ដងស្អាតម្ដងអត់ស្អាតទេច្រើនប្រភេទខោប៉ាងឬក៏សពុតប៉ាងដាក់អញ្ចឹងទៅមើលទៅវាស្អាតហើយបើយកអាវប្រភេទហ្នឹងយកទៅដាក់ជាមួយនឹងសពុតណាបងឃើញសពុតហ្នឹងលុងតែ size S ណាប៉ុន្តែគេ design មកបែបរៀងទលាលុងអញ្ចឹងបងអញ្ចឹងទៅនោះអត់សូវស្អាតទេតែយើងអាចយកអាវកាក់ហ្នឹងយកមកពាក់បែបនេះបានយើងអត់ចាំបាច់ទៅនុយទេព្រោះវាស្អាតមួយយ៉ាងដែរអ្នកទាំងអស់គ្នាបើជាមួយពពុះខោឬក៏ពពុះអីនោះសពុតកបយវែងអីនោះអានឹងយើងទៅនុយស្អាតជាងតែបើសពុតខ្លីបែបប៉ាងយើងសាកអត់ទៅនុយបានណាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយពណ៌ស៊ីមិនស៊ីហ្នឹងអានឹងតោះតែយើងសាកដែរ